លោកពុកនេះកូនសម្លាញ់នាគទាំងអស់ប្រគល់ស្រកាដ៏រឹងមាំបំផុតក្នុងខ្លួនឲ្យទៅកូនក្រោះ10000នាគនេះទប់ទល់បានគ្រប់យ៉ាងអ្វីស្ថិតនៅលើកូនហើយកុំធ្វើមុខស្ងួតអញ្ចឹងអីមិនល្អទេញញឹមឡើងហ៊ីអើយពួកឯងកំពុងតែលេងភ្លេងទៅហើយសពហ៎លោកម្ចាស់លីឲ្យពួកយើងចេញទៅពេលណារងចាំស្ដាប់បញ្ជាហូឆ្លៀកកណាត់ក៏ល្អដែររងហាមតើប្រើជាក្រណាត់រុំសពល្អជាងញ៉ាណាយើងជាគ្រូរបស់ឯងអាបិសាចជប់សិនយើងគឺជាគ្រូរបស់ឯងអូឯងឈ្មោះសិនអីទៅឈ្មោះសិនកងឯងមកធ្វើអីសិនកងប៉ៅយើងមកប្រាប់ឯងពីអត្តសញ្ញាណពិតរបស់ឯងជាអ្នកណាអត្តសញ្ញាណពិតរបស់ខ្ញុំរហូតមកទល់ពេលនេះឯងនៅមិនទាន់ដឹងខ្លួនទៀតទេសូមអញ្ជើញអ្នកប្រុសតូចណាចាបងប្រុសកូនសិស្សថ្ងៃនេះជាថ្ងៃខួបកំណើតឯងតើទៅមើលគ្រូទីវត្ថុអនុស្សាវរីយ៍អីឲ្យឯងនេះណាលុបបីភ្លឺប្រៃក្លាពិសេសគ្រូបកុលឯងហើយនឹងមានរបស់សំខាន់មួយទៀតពីថ្ងៃនេះតទៅវាខ្លាចជាយានជំនិះរបស់ឯងបស្ទាបវាទៅនេះគឺជារបស់ដែលគ្រូស្រឡាញ់ខ្លាំងណាស់វានៅប្រែកន្លាជាយានជំនិះដែលស័ក្តិសមជាមួយនឹងម្ចាស់វាឈ្មោះថាកងចាក់ភ្លើងវានៅជាមួយឯងហេតុអីបានជារបស់លោកគ្រូជាជ្រូកកូនប្រុស3ឆ្នាំលឿនណាស់ម៉ែនៅនឹកដល់កូននៅក្នុងពោះនៅឡើយទេពេលនេះកូនជាអ្នកប្រុសតូចហើយម៉ែចង់ឃើញកូនធំធាត់ពិតមែនហើយថ្ងៃសិរីមង្គលនិយាយបែបនឹងធ្វើអីពុកឲ្យយន់ការពារហានិភ័យដល់កូនណាពុកឲ្យកូនរស់នៅតិចតិជុំមានសេចក្តីសុខរហូតពុកតឹងរឹងនឹងកូនគឺពុកខុសប៉ុន្តែពុកគ្មានជំរឿទេអនាគតកូននៅវែងឆ្ងាយទៀតកូនជាអ្នកណាមានតែកូនទេជាអ្នកកំណត់កុំចុះចាញ់ឲ្យសោះអនាគតទេខ្ញុំនៅមានអនាគតទៀតទេណាចាកូននិយាយអីហ្នឹងអោសតបិសាចគេថាមេឃភិរុតខ្ញុំដឹងរឿងអស់ហើយគ្រប់គ្នាក៏ហក់ខ្ញុំថាជាគុជឋានសួគ៌ឲ្យខ្ញុំវឹកហាត់វិជាគុណក្នុងរូបភាពព្រោះគ្រប់គ្នាចង់ឃុំខ្លួនខ្ញុំរហូតដល់ថ្ងៃស្លាប់ទៅវិញទេឲ្យពួកល្ងីល្ងើអស់នេះសប្បាយចិត្តដើម្បីរក្សាកិត្តិយសជាមេទ័ពពុកទេសិលល្ងីល្ងើនិយាយផ្ដេសផ្ដាសធ្វើខ្លួនឯងប្លែកបទាំងអស់គ្នាចាប់ផ្ដើមជប់លៀងឆ្លងដល់គ្នាផឹកឲ្យដល់ដីទៅមិនហ៊ានទទួលស្គាល់មែនទេបានមើលថាធ្វើពុតរហូតដល់ពេលណាដោយកម្លាំងសូរិយាចន្ទ្រានិងកម្លាំងវិញ្ញាណរាប់ពាន់រាប់ម៉ឺនអ្នកណាមកនេះគេថាដល់អីទីបញ្ចប់ហងឈៀនខុនទទួលបញ្ជាខ្ញុំ